ប្រកាសបត់ជប់បាញ់មិនទាន់បាន2ថ្ងៃស្រួលបួលផងបងប្អូនឥឡូវហ្នឹងខាងតាហ៊ានសៀមបានដើរជន់មានដាច់ជើងម្នាក់ទៀតហើយបងប្អូនអស់អីនិយាយហ្មងបងប្អូនបាទអស់អីនិយាយហ្មងព្រោះរឿងនេះវាដដែលពេកបាទហើយយើងត្រូវគោរពបត់ជប់បាញ់នឹង72ម៉ោងនឹងបញ្ជូនយោធិនរបស់យើងទាំង18នាក់ត្រឡប់មកមាតុភូមិរបស់យើងវិញហើយឥឡូវហ្នឹងស្រាប់តែវាបង្កើតរឿងមួយថាតាហ៊ានវាដើរជន់មានដាច់ជើងម្នាក់ទៀតហើយបងប្អូនកាលពីព្រឹកមិញថ្ងៃទី29ខែធ្នូឆ្នាំ2025នេះបងប្អូនបាទអញ្ចឹងយើងនឹងរងចាំមើលបន្តទៀតតើលេសវាមួយហ្នឹងវានឹងបញ្ជូនមកអត់បងប្អូនបាទវាត្រូវបញ្ជូនមកយូរហើយប៉ុន្តែមុនពេលដែលបញ្ជូនមកហ្នឹងលេសវារបស់មួយគឺជន់មានឥឡូវត្រូវបញ្ជូនមកដូចជាថ្ងៃស្អែកហ្នឹងណាបងប្អូនបាទឥឡូវថ្ងៃ29បាទហើយការចូលបត់ជប់បាញ់ថ្ងៃទី27បន្ទាប់ពី72ម៉ោងក្រោយមកត្រូវបញ្ជូនយោធិនរបស់យើងត្រឡប់មកវិញបាទឥឡូវនឹងមិនទាន់2ថ្ងៃស្រួលបួលវាថាទាហានរបស់វាដើរជន់មានដាច់ជើងទៀតហើយចុះការសង្គ្រាមអ្នកឯងឆ្លៀនពៀនខ្ញុំជាង20ថ្ងៃនោះមិនក៏មិនឃើញទាហានរបស់អ្នកឯងដើរជន់មានផងមិនក៏គាត់ប្រកាសបត់ជប់បាញ់ទៅបាន2ថ្ងៃស្រួលបួលផងមិនក៏មានជន់មានទៀតទេបាទនេះវាជាលេសរបស់អ្នកឯងឬមួយក៏អ្នកឯងជារឿងរបស់អ្នកឯងរៀបចំបាទបងប្អូនដល់ពេលអញ្ចឹងទៅយើងដឹងថាត្រូវនិយាយថាម៉េចបាទមើលទៅវាចង់បញ្ជូនមកឬអត់ឬមួយក៏វាយ៉ាងម៉េចបើវាមានលេសតែរហូតអញ្ចឹងបងប្អូនបាទហើយនៅថ្ងៃសៅរ៍អាទិត្យនេះបងប្អូនខ្ញុំនឹងដឹកនាំជំនួយមួយចំនួនទៅចែកជូនបងប្អូនភាសារបស់យើងនៅតាមបណ្ដោយព្រំដែនបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលចង់ចូលរួមជួយបងប្អូនភាសាអាចចូលរួមតាម QR code ខ្ញុំខាងលើបានបងប្អូនទោះបីជាមានប្រកាសប័ណ្ណជប់បាញ់ហើយក៏ដោយប៉ុន្តែបងប្អូនយើងភាសាយើងជាច្រើនអត់ទាន់បានវិលត្រឡប់ទៅគេហដ្ឋានរបស់គាត់ទេហើយពួកគាត់សុទ្ធតែត្រូវការជំនួយពីបងប្អូនបាទ$1ក្តី$2ក្តីបងប្អូនយើងចូលរួមជួយគ្នាក្នុងពេលនេះព្រោះគ្មាននរណាជួយយើងក្រៅពីជនជាតិខ្មែរយើងគ្នាឯងទេបងប្អូនពេលនេះបាទគឺពួកគាត់ជនភាសាពេលឡើងកើនខ្ពស់ណាស់បងប្អូនជាង50,000នាក់អញ្ចឹងការបរិច្ចាគបងប្អូន$1 $2នេះអាចជួយសម្រាលទុកពួកគាត់បានមួយរយៈដែរបាទអរគុណច្រើនបងប្អូនអរគ្នា